ស្ដីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងជួបជាមួយនឹង admin KOR សម្រាយរឿងម្ដងទៀតហើយថ្ងៃនេះ admin នឹងលើកយកនៅសាច់រឿងថ្មីមួយដើម្បីធ្វើជាការសម្រាយចែកជូនអ្នកទាំងអស់គ្នាទស្សនាដែលសាច់រឿងរបស់យើងគឺចង់និយាយអំពីការរស់រានមានជីវិតនៅលើបាឡុងដុតធំមួយដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងដែលសាច់រឿងរបស់យើងនឹងគឺពិតជាល្អមើលខ្លាំងមែនទែនហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅការសម្រាយរឿងចំពោះសាច់រឿងមួយនេះចូលមកកាន់សាច់រឿងរបស់យើងនៅក្នុងពិធីមង្គលការមួយដ៏ធំដែលជាវប្បធម៌បរទេសពួកគេក្រោយពេលរៀបការរួចគូស្ករទាំងពីរនាក់នឹងធ្វើការជិះនៅលើបាឡុងដើម្បីឡើងទៅគយគន់ក៏ដូចជាមើលទេសភាពដូចជាថ្ងៃលិចនៅលើពពកបាឡុងដ៏ធំមួយក៏បាននាំគូស្នេហ៍មួយគូឡើងទៅកាន់លើពពកផ្ទៃមេឃដ៏ខៀវស្រងាត់ផ្ទៃដីដ៏ធំល្វឹងល្វើយពោពេញទៅដោយសំណង់អគារល្វឹងល្វើយពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែពួកគេទាំងពីរនាក់មិនបានដឹងថាពួកគេកំពុងតែជួបជាមួយនឹងព្យុះមួយដ៏ធំនោះទេមិនយូរប៉ុន្មានក្រោយមកអ្វីៗក៏បានប្រែផ្លាស់คล้ายទៅជាព្យុះងងឹតសូនសុងបក់បោកខ្យល់យ៉ាងខ្លាំងនៅលើអាកាសាព្យុះដ៏ធំក៏បានបក់បោកពួកគេទាំងពីរនាក់ទៅកាន់ទីកន្លែងមួយទៀតដែលកំពុងតែជួបបញ្ហារួមទាំងមានរបួសទៀតផងពួកគេទាំងពីរនាក់ពិតជាខិតខំប្រឹងប្រែងនិងប្រមូលស្មារតីដើម្បីរក្សានៅខ្លួនដើម្បីទីទួលសុវត្ថិភាពរបស់ពួកគេនៅក្នុងបាឡុងដ៏ធំមួយមេឃក៏បន្តទម្លាក់ធ្លាក់នៅទឹកភ្លៀងកាន់តែច្រើនពួកគេទាំងពីរនាក់ហាក់បីដូចជាអស់កម្លាំងតែមិនយូរប៉ុន្មានមេឃក៏បានប្រែស្រឡះពណ៌មានពន្លឺថ្ងៃពួកគេក៏មានក្តីសង្ឃឹមគិតថាពួកគេនឹងអាចរស់រានមានជីវិតត្រឡប់ទៅកាន់ភពផែនដីវិញចំណែកឯតួស្រីរបស់យើងពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាគេនឹងមានសង្ឃឹមថានឹងបានត្រឡប់ទៅកាន់ភពផែនដីនិងរស់រានជួបជាមួយនឹងក្រុមគ្រួសាររបស់គេវិញប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេក៏បាត់បន្តិចម្ដងព្រោះថាពួកគេមិនអាចចុះត្រឡប់ទៅវិញដោយងាយស្រួលនោះទេពួកគេក៏បានទម្លាក់នៅវត្ថុដែលមានទម្ងន់ធ្ងន់ចង់ដឹងអំពីជំរឿនិងកម្ពស់ដែលពួកគេកំពុងតែស្ថិតនៅក្រឡេកទៅលើលំហអាកាសហាក់បីដូចជាស្ងប់ស្ងាត់ស្ទើរតែគ្មានខ្យល់ក្នុងការដកដង្ហើមបន្តក្តីសង្ឃឹមរបស់ពួកគេក៏កាន់តែអស់ទៅបន្តិចម្ដងមិនយូរប៉ុន្មានមានតែការសម្រេចចិត្តរបស់តួស្រីរបស់យើងតែម្នាក់គត់ដើម្បីធ្វើការរកគំនិតនិងមតិយោបល់ដើម្បីឡើងទៅកាន់ក្បាលបាឡុងដើម្បីទម្លាក់ខ្យល់បាឡុងដើម្បីអាចចុះទៅកាន់ភពផែនដីវិញភ្លាមនោះដែរតួស្រីរបស់យើងក៏ធ្វើការសម្រេចចិត្តដើម្បីបង្ហូតនៅក្បាលបាឡុងឲ្យមានខ្យល់ចេញចូលប៉ុន្តែហាក់បីដូចជាធ្វើមិនបានព្រោះវាមានភាពរឹងមាំខ្លាំងមែនទែនពេលនោះដែរតួប្រុសរបស់យើងពោពេញទៅដោយកម្លាំងប៉ុន្តែគេមិនហ៊ានលះបង់នៅក្នុងការឡើងទៅលើក្បាលបាឡុងនោះទេក្រឡេកមកមើលតួស្រីរបស់យើងពិតជាក្លាហានខ្លាំងមែនទែនគេក៏បានឡើងទៅតាមខ្សែនៃបាឡុងរហូតទៅដល់ពាក់កណ្ដាលនៃបាឡុងបាត់ទៅហើយគេពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគេអាចឡើងមកដល់លើបាឡុងហើយក៏បានទម្លុះនៅប្រហោងមួយដើម្បីឲ្យមានខ្យល់ចំណែកឯតួប្រុសរបស់យើងវិញគេក៏បានបាត់បង់នៅកម្លាំងក៏ដូចជាស្មារតីជាច្រើនព្រោះថាគេមិនមានកម្លាំងគ្រប់គ្រាន់នោះទេដែលនឹងអាចរស់នៅលើទីដ៏សែនខ្ពស់ដែលពោពេញទៅដោយអាកាសធាតុត្រជាក់និងគ្មានអាហារគ្រប់គ្រាន់សម្រាប់ការហូបចុកមិនយូរប៉ុន្មានពួកគេក៏មានក្តីសង្ឃឹមថ្មីនៅពេលដែលពួកគេទទួលបាននៅខ្យល់ពីខាងក្រៅខ្សែបាឡុងក៏ចាប់ផ្ដើមបង្ហូតក៏មានប្រហោងមួយពេលនោះពួកគេទាំងពីរនាក់មានក្តីសង្ឃឹមខ្លាំងមែនទែនគេក៏បានប្រញាប់ប្រញាល់ទម្លាក់វត្ថុធ្ងន់ទាំងអស់ចេញពីបាឡុងដើម្បីឲ្យល្បឿននៃទំនាញផែនដីទាញពួកគេកាន់តែលឿនការសម្រេចចិត្តភ្លាមរបស់ពួកគេទាំងពីរនាក់ក៏คล้ายទៅជាឱកាសមួយដ៏ល្អដែលពួកគេអាចត្រឡប់មកកាន់ផែនដីវិញពេលនោះដែរពួកគេក៏បានកាត់បេតុងរបស់គេកាន់តែចុះមកក្រោមកាន់តែលឿនពេលនោះដែរពួកគេក៏បានព្យាយាមនឹងក្រឡេកទៅមើលអំពីទិសដៅក៏ដូចជាដៅដែលពួកគេនឹងធ្វើការចុះចតនៅបាឡុងរបស់ពួកគេខ្យល់ក៏កាន់តែខ្លាំងពួកគេហាក់បីដូចជាមានសង្ឃឹមទៅព្រោះថាពួកគេបានមើលឃើញនៅផែនដីច្បាស់បន្តិចម្ដងហើយនៅទីបំផុតការខិតខំប្រឹងប្រែងរបស់គូស្នេហ៍មួយគូពួកគេក៏បានសម្រេចនឹងមានជីវិតសាជាថ្មីនៅលើភពផែនដីហើយក៏អរគុណខ្លាំងមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាការសម្រាយរឿងរបស់ admin ពីដើមរហូតមកដល់ចប់